ហាត់ប្រាណប្រហែលជា5ជុំតែនៅពេលនេះមើលផ្លូវអត់ឃើញទេមើលផ្លូវកន្លែងដើរហាត់ប្រាណអត់ឃើញទេគឺដោយសារតែព្រិលវាធ្លាក់មកពេញអស់ហើយដើរហ្នឹងដើរប្រយ័ត្នប្រយែងដែរដោយសារតែខ្លាចល្អិលហើយបើពេលដែលយើងដើរហាត់ប្រាណអ្វីដែលយើងត្រៀមគឺយើងឆែកមើលសីតុណ្ហភាពតើខាងក្រៅសីតុណ្ហភាពប៉ុន្មានយើងត្រូវត្រៀមអីគេខ្លះអញ្ចឹងខ្ញុំមកក្រៅនេះគឺខ្ញុំមានយកកសែងយក tissue សម្រាប់ជូតសបោគឺពេលដែលត្រជាក់អញ្ចឹងគឺហៀសបោក្លេកខ្លាក់ពេញហ្នឹងហើយអញ្ចឹងខ្ញុំយកទឹកក្តៅអ៊ុនហើយពាក់មួកហើយពាក់អាវ thermal ហើយពាក់ស្រោមដៃហ្នឹងហើយពាក់ស្រោមដៃការពារត្រជាក់ហើយខ្ញុំមកម្នាក់ឯងខ្ញុំតែងតែដើរហាត់ប្រាណអាហ្នឹងជារៀងរាល់ល្ងាចបន្ទាប់ពីខ្ញុំធ្វើ lab ចប់គឺខ្ញុំហាត់ប្រាណហើយនឹងមានឆាប់ផងដែរគឺមានឆាប់ឥឡូវយើងមើលអ្នកគ្នាឃើញទេសស្គុះគឺព្រិលតែម្ដងគឺសិតតែព្រិលអញ្ចឹងសស្គុះខ្ញុំដើរម្នាក់ឯងហើយដើម្បីឲ្យសុខភាពយើងល្អយើងត្រូវមានសកម្មភាពខ្លះដូចជាលំហាត់ប្រាណនឹងដើម្បីបន្ស៊ាំជាមួយនឹងបរិស្ថានជុំវិញនៅប្រទេសហុងគ្រីយើងនេះដើរលំហាត់ប្រាណនៅជុំវិញសួននេះសើទឹកកកណាទឹកព្រិលនេះទឹកព្រិលទាំងអស់សស្គុះវិញនឹងជាលើកទី1ដែលខ្ញុំឃើញព្រិល